ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសួស្តីឆ្នាំថ្មីឆ្នាំប្រពៃណីចិនបងប្អូនថ្ងៃនេះគឺជាថ្ងៃសែនចូលឆ្នាំចិនបងប្អូនហើយឥឡូវខ្ញុំមកស្រស់មាន់អញ្ចឹងបងប្អូនឥឡូវមើលវិធីស្រស់មាន់ខ្ញុំទាំងអស់គ្នាបងប្អូនខ្ញុំរដងឲ្យតែស្រស់មាន់ខ្ញុំដាក់ស្រស់អញ្ចឹងបងប្អូនប៉ុន្តែថ្ងៃហ្នឹងខ្ញុំដាក់ឆ្កឹះអញ្ចឹងបងប្អូនដាក់ឆ្កឹះខ្វែងអញ្ចឹងមកឲ្យកមាន់យើងវាត្រង់អញ្ចឹងបងប្អូនហើយយើងដាក់ខ្វែងអញ្ចឹងមកគៀបជាមួយនឹងស្លាបចឹងបងប្អូនខ្ញុំដាក់ស្រស់ចាក់ទឹកក្តៅពីលើបន្តិចចឹងហើយប្រហែលជា5នាទីខ្ញុំយកទៅលាងទឹកទៅថាជំរះទឹកលាងចាញ់ចឹងបងប្អូនបន្ទាប់មកខ្ញុំក៏ដាក់ដាំទឹកមួយឆ្នាំងទៀតបងប្អូនដែលទឹកហ្នឹងវាពុះហើយយើងទៅយើងដាក់មាន់យើងចូលបងប្អូនហើយដាក់ពេលដាក់មាន់យើងចូលហ្នឹងបងប្អូនយើងស្កត់ចុះមកក្រៅមកស្កត់ហើយខ្ញុំដកឆ្កឹះចាញ់បងប្អូននេះព្រោះអីក៏វារឹងហើយចឹងបងប្អូនដកឆ្កឹះចាញ់ហើយទឹកហ្នឹងយើងទុកឲ្យពុះអញ្ចឹងហើយយើងនេះបងប្អូនយើងបិទហ្គាសហើយចាំគ្របវាថាយើងគ្របទុករយៈពេល1 ម៉ោងអញ្ចឹងបងប្អូនប៉ុន្តែមាន់នេះខ្ញុំមាន់រឹងទូចថ្ងៃហ្នឹងបើសិនជាបងប្អូនមាន់រឹងធំអញ្ចឹងទៅយើងដាក់1 ម៉ោងអញ្ចឹងបងប្អូនខ្ញុំដាក់គ្របទុកអញ្ចឹងមកដល់ពេលហើយខ្ញុំអត់បានដាក់គ្រឿងអីទេបងប្អូនព្រោះអីទឹកស៊ុបយកអាចយកធ្វើអីទៀតបានអញ្ចឹងបងប្អូនយកធ្វើស៊ុបធ្វើអីអញ្ចឹងបងប្អូនហើយឥឡូវខ្ញុំដាក់មកដាក់ស្រស់សាច់ជ្រូកម្ដងបងប្អូនសាច់ជ្រូកហ្នឹងខ្ញុំដាក់ស្រស់ហើយឆ្អិនហើយយើងទៅទម្រាំយើងមាន់យើងឆ្អិនយើងទៅបងប្អូនសាច់ជ្រូកហើយនឹងត្រីឆ្អិនអញ្ចឹងបងប្អូនឥឡូវសាច់ជ្រូកបានឆ្អិនហើយបងប្អូនខ្ញុំចាប់ផ្ដើមស្រង់ដាក់ចានបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមរៀបចំដាក់ខ្លាញ់ចៀនត្រីម្ដងបងប្អូនឥឡូវត្រីរបស់ខ្ញុំក៏ឆ្អិនពាក់កណ្ដាលដែរបងប្អូនយើងត្រឡប់យកមកត្រឡប់អញ្ចឹងមកបងប្អូនចៀនហើយអញ្ចឹងទៅឥឡូវឆ្អិនហើយបងប្អូនត្រីខ្ញុំក៏ឆ្អិនសាច់ក៏ឆ្អិនហើយឥឡូវដល់ម៉ោងស្រង់មាន់ហើយបងប្អូន1 ម៉ោងល្មមបងប្អូនហើយបើសិនជាបងប្អូនចង់ពណ៌លឿងស្អាតបងប្អូនដាក់ល្មៀតតិចទៅបងប្អូនមិនដែរខ្ញុំអត់ដែរដាក់ល្មៀតទេអញ្ចឹងណាបងប្អូនហើយយើងស្រង់ឬស្រស់ទឹកតិចចឹងមកបងប្អូនខ្ញុំដាក់ជាមួយនឹងប្រេងល្ងបងប្អូនហើយនឹងអំបិលយើងលាបពេញហ្នឹងទៅបងប្អូនដាក់លាបសពចឹងមកបងប្អូនព្រោះអីភាគច្រើននៅហ្នឹងបងប្អូនតែស្រស់មាន់ហើយគេត្រូវដាក់ប្រេងល្ងហើយនឹងអំបិលចឹងបងប្អូនដាក់ជាមួយនឹងពទ្រាមួយគ្រាប់មកសាច់ក៏ហើយដែរបងប្អូនអរគុណច្រើនបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ